มาสุดท้ายปีhàng lên lánนี่chỉ có mộtรถยนต์ Land Cruiser mộtเครื่องที่ធ្វើការដំឡើងនៅមួយ Android 4G LTE ដែលអាចដំណើរការប្រព័ន្ធ 4G បានជាមួយនឹងអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែកបញ្ចាញ់ថ្ងៃទំហំរហូតទៅដល់15អ៊ីងឯណោះជាមួយនឹងមួយនេះគឺមាន hardware ខ្លាំងមែនតើយើងនឹងធ្វើការតេស្តទៅលើមុខងារដែលបញ្ជាក់ពីកម្លាំងខ្លាំងរបស់មួយនេះគឺ wireless Apple CarPlay បាទយើងនឹងធ្វើការសាកល្បងតើមួយនេះអាចដំណើរការ wireless Apple CarPlay បានលឿនកម្រិតណាបាទនេះគឺជា wireless Apple CarPlay គឺជាការបញ្ចេញ UI របស់ iPhone មកលើអេក្រង់មួយតែម្ដងដោយមិនមានដោត USB អ្វីទាំងអស់គឺជាលក្ខណៈ wireless អញ្ចឹងទិន្នន័យដែលយើងដំណើរការកម្មវិធីគឺទាញមកពីលើទូរស័ព្ទទាំងអស់ដូចជាដំណើរការកម្មវិធី Google Maps អញ្ចឹងទិន្នន័យនេះគឺមកពីលើទូរស័ព្ទតែម្ដងក៏ដូចជាដំណើរការនៅកម្មវិធីចាក់បទចម្រៀងទិន្នន័យគឺមកពីលើទូរស័ព្ទទាំងអស់បាទជាមួយនឹង spec របស់មួយជាមួយនឹង CPU 1.8 GHz និង RAM 4G ធ្វើឲ្យដំណើរការនៅ Apple CarPlay smooth មែនតើអញ្ចឹងអាចបញ្ជាក់ពី hardware ដ៏ខ្លាំងរបស់មួយនេះតែម្ដងក៏ដូចគ្នានេះផងដែរអតិថិជនក៏មានជម្រើសអាចដំណើរការ Android ក៏បាន Apple CarPlay ក៏បានទៅតាមតម្រូវការរបស់អតិថិជនបាទសម្រាប់ព័ត៌មានបន្ថែមអាចសាកសួរតាមរយៈ Facebook Page របស់ Lane Lan ក៏ដូចជាទូរស័ព្ទខាងលើអរគុណផងដែរចំពោះការគាំទ្រអរគុណ